ជំរាបសួរស្ដីបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំមានវីដេអូមួយដែលនឹងបង្ហាញបងប្អូនទាំងអស់គ្នាពីគន្លឹះ boost like post Facebook ជាមួយនឹង website JSMM សម្រាប់បងប្អូនដែលចង់ឲ្យ post Facebook របស់បងប្អូនមានចំនួនអ្នក like ច្រើនបងប្អូនអាចសាកល្បងធ្វើតាមវិធីនៅក្នុងវីដេអូមួយនេះបានធានាថាបងប្អូននឹងឃើញប្រសិទ្ធភាពពិតៗបន្ទាប់ពីបងប្អូនបានធ្វើតាមវិធីនៅក្នុងវីដេអូមួយនេះហើយចំពោះវិធីធ្វើវិញគឺអត់មានអីពិបាកទេបងប្អូនគឺពិតជាងាយស្រួលមែនទែនដែលបងប្អូនគ្រាន់តែមាន link post របស់បងប្អូនអាចបង្កើនចំនួន like បានយ៉ាងច្រើនទៅតាមបំណងរបស់បងប្អូនបានដោយខ្លួនឯងដោយប្រើពេលត្រឹមតែរយៈពេលខ្លីហើយបើនិយាយពីតម្លៃសេវាកម្មវិញគឺបងប្អូនកុំព្រួយបារម្ភខ្លាចតម្លៃសេវាកម្មអាចនឹងថ្លៃអីបងប្អូនដោយសារតែក្នុង website JSMM គឺគ្រប់សេវាកម្មទាំងអស់សុទ្ធតែមានតម្លៃសមរម្យមែនទែនដូច្នេះហើយកុំឲ្យខាតពេលយូរបងប្អូនអាចទៅតាមដានវិធីធ្វើនៅក្នុងវីដេអូមួយនេះជាមួយនឹងនាងខ្ញុំទាំងអស់គ្នាជាដំបូងតម្រូវបងប្អូន sign up ឬ sign in ចូលទៅកាន់ website JSMM ជាមុនសិនដើម្បីចូលធ្វើសេវាកម្មក៏ប៉ុន្តែសម្រាប់បងប្អូនដែលជាសមាជិកថ្មីបងប្អូនអាចបង្កើតគណនីមួយដើម្បីចុះឈ្មោះចូលធ្វើសេវាកម្មបានហើយប្រសិនបើបងប្អូនអត់ទាន់ចេះបង្កើតឬក៏អត់ទាន់ចេះពីរបៀបចុះឈ្មោះចូលទេបងប្អូនអាចចុចចូលមើល link ដែលនៅខាងក្រោមវីដេអូមួយនេះបានដើម្បីដឹងពីរបៀបនៃការចុះឈ្មោះចូលនៅពេលដែលបងប្អូនបាន sign up ឬ sign in ចូលទៅកាន់ website ហើយបងប្អូននឹងឃើញមាននៅទម្រង់បែបនេះហើយបងប្អូនឃើញមានពាក្យ Instagram Telegram នៅខាងក្រោមហ្នឹងបងប្អូនអូសវាមកបងប្អូននឹងឃើញមានពាក្យថា Facebook បងប្អូនអាចចុចចូលទៅលើពាក្យថា Facebook នឹងបានបន្ទាប់មកបងប្អូនអូសមកក្រោមបន្តិចហើយបងប្អូនចុចចូលទៅលើពាក្យថា Category ដែលនៅក្នុងហ្នឹងគឺវាមានសេវាកម្មច្រើនមែនទែនបងប្អូនដែលតាក់ទងទៅនឹង Facebook គឺវាមានដូចជា Facebook page follower Facebook page like book follower Facebook group member post like post reaction Facebook video view Facebook post share Facebook comment like live stream view គឺមានទាំងអស់បងប្អូនចង់ធ្វើសេវាកម្មមួយណាបងប្អូនអាចចុចចូលទៅលើសេវាកម្មមួយនឹងបានហើយសម្រាប់បងប្អូនដែលចង់ធ្វើសេវាកម្មតាក់ទងទៅនឹងការបង្កើន like post Facebook បងប្អូនអាចចុចចូលទៅលើសេវាកម្មដែលមានពាក្យថា Facebook post like មេដៃនេះក៏បាន Facebook post reaction new ក៏បាន Facebook post reaction global name នេះក៏បានឬក៏ Facebook post reaction all real នេះក៏បានដែរបងប្អូនក៏ប៉ុន្តែក៏សូមបញ្ជាក់បងប្អូនផងដែរថាប្រសិនបើបងប្អូនជ្រើសរើសទៅលើសេវាកម្ម Facebook post like ដែលមានរូបមេដៃនេះនោះនៅពេលដែលបងប្អូន boost like ទៅ post របស់បងប្អូននឹងមានតែរូបមេដៃទេបងប្អូនហើយប្រសិនបើបងប្អូនជ្រើសរើសទៅលើសេវាកម្ម Facebook Post Reaction នោះនៅពេលដែលបងប្អូន boost like នៅលើ post របស់បងប្អូនទៅ post របស់បងប្អូននឹងមានចំនួន reaction ផ្សេងទៅតាមតម្រូវការរបស់បងប្អូនបានដូច្នេះហើយសម្រាប់ខ្ញុំគឺខ្ញុំ recommend ឲ្យបងប្អូនជ្រើសរើសទៅលើ Facebook Post Reaction ហើយនៅក្នុងហ្នឹងគឺវាមាន Post Reaction New Post Reaction Global Name និង Post Reaction All Realចំពោះ3សេវាកម្ម Post Reaction ហ្នឹងគឺបងប្អូនអាចចុចចូលជ្រើសរើសទៅលើសេវាកម្មមួយណាក៏បានដែរបងប្អូនដោយសារតែវាគឺស្តៀងតែគ្នាទេបងប្អូនហើយសម្រាប់ខ្ញុំគឺខ្ញុំជ្រើសរើសទៅលើ Facebook Post Reaction Global Name នៅពេលដែលបងប្អូនបានចុចចូលជ្រើសរើសសេវាកម្មរួចហើយបងប្អូនអាចអូសមកក្រោមបន្តិចទៀតហើយបងប្អូនចុចចូលទៅលើពាក្យថា Service ដែលនៅក្នុងហ្នឹងគឺបងប្អូននឹងឃើញមាន Service ជាច្រើនប្រភេទសម្រាប់ឲ្យបងប្អូនចុចចូលជ្រើសរើសប្រើប្រាស់ទៅតាមតម្រូវការរបស់បងប្អូនគឺវាមាន service ដូចជា Facebook post like រូបមេដៃ Facebook post reaction love post reaction care post reaction wow post reaction side post reaction យំ post reaction ខឹងគឺមានទាំងអស់បងប្អូនចង់ឲ្យ post របស់បងប្អូនមានចំនួន reaction មួយណាបងប្អូនអាចចុចចូលជ្រើសរើសទៅលើ service ដែលមាន reaction មួយនឹងបានហើយចំពោះ service ទាំងអស់គឺសុទ្ធតែមានតម្លៃស្រាប់នៅលើនឹងតែម្ដងបងប្អូនមិនត្រឹមតែប៉ុណ្ណោះគឺវាមានតម្លៃសមរម្យមែនទែនចំនួន 1000 reaction តម្លៃសេវាកម្មគឺត្រឹមតែ 0.29 សេនតែប៉ុណ្ណោះបងប្អូនហើយបើនិយាយអំពី quality របស់ service ទាំងអស់នោះវិញគឺធានា quality ជូនដល់បងប្អូនដូចគ្នាដូច្នេះហើយបងប្អូនស្រឡាញ់ពេញចិត្តទៅលើ service មួយណាបងប្អូនអាចចុចចូលជ្រើសរើសប្រើប្រាស់ទៅលើ service មួយនឹងបានហើយសម្រាប់ខ្ញុំក្នុងថ្ងៃនេះគឺខ្ញុំជ្រើសរើសទៅលើ service Facebook Post Reaction Love បន្ទាប់ពីបងប្អូនបានចុចចូលជ្រើសរើស service រួចរាល់អស់ហើយបងប្អូនអូសមកក្រោមទៀតមកហើយបងប្អូននឹងឃើញមានពាក្យ link នៅខាងក្រោម service ហ្នឹងដែលនៅត្រង់កន្លែង link នេះផងដែរគឺជាកន្លែងសំខាន់មែនទែននៅក្នុងវីដេអូមួយនេះគឺតម្រូវបងប្អូនចូលទៅ copy link post របស់បងប្អូនចូលដើម្បីទាញយក link post របស់បងប្អូនបានបងប្អូនចូលទៅកាន់ account Facebook របស់បងប្អូនមកហើយបងប្អូន select ចូលទៅលើ post ណាមួយដែលបងប្អូនចង់បង្កើន like ឧទាហរណ៍ខ្ញុំជ្រើសយក post មួយនេះដើម្បីធ្វើជាការបង្ហាញជូនដល់បងប្អូននៅលើ post របស់បងប្អូននឹងឃើញមានចំណុចត្រី3តូចៗនៅខាងលើនេះបងប្អូនអាចចុចចូលទៅលើត្រី3តូចៗនឹងបានហើយបន្ទាប់មកបងប្អូននឹងឃើញមានពាក្យថា copy link បងប្អូនអាចចុចចូលទៅលើពាក្យ copy link នឹងបានបន្ទាប់ពីបងប្អូនបាន copy link post របស់បងប្អូនរួចរាល់អស់ហើយបងប្អូនអាចចូលទៅកាន់ website យើងវិញដើម្បីផាស link post ដែលបងប្អូនបាន copy អំបញ្ញមិញ
បន្ទាប់ពីនឹងមកទៀតនោះគឺបងប្អូនអាចចូលទៅបំពេញចំនួន like ដែលបងប្អូនចង់ប៊ូសនៅខាងក្រោមនេះបានដែលនៅក្នុងហ្នឹងគឺបងប្អូនអាចដាក់បានយ៉ាងតិចចំនួន10ហើយយ៉ាងច្រើនរហូតដល់50,000 like បងប្អូនគឺពិតជាច្រើនមែនតើដូច្នេះហើយបងប្អូនអាចដាក់ចំនួន like ដែលបងប្អូនចង់បង្កើននៅលើ post របស់បងប្អូនទៅតាមតម្រូវការរបស់បងប្អូនបានហើយសម្រាប់ខ្ញុំធ្វើជាឧទាហរណ៍បង្ហាញដល់បងប្អូនគឺខ្ញុំដាក់ត្រឹមតែចំនួន10 like ទេបងប្អូនចំពោះឆាតនៅខាងក្រោមនេះគឺជាតម្លៃសេវាកម្មនេះទៀតសោតគឺវានឹងគិតឲ្យបងប្អូនអូតូទៅតាមចំនួន like ដែលបងប្អូនបានដាក់នៅខាងលើជាឧទាហរណ៍ដូចខ្ញុំបានដាក់ត្រឹមចំនួន10 like ចឹងតម្លៃសេវាកម្មគឺស្មើនឹង 0.0029 សេនក៏ប៉ុន្តែប្រសិនបើបងប្អូនដាក់ចំនួន like នៅខាងលើនឹងច្រើនជាងនេះបងប្អូននឹងឃើញតម្លៃសេវាកម្មនៅខាងក្រោមនឹងវាអាចនឹងប្រែប្រួលកើនឡើងទៅតាមចំនួន like ដែលបងប្អូនបានដាក់នឹងដូចគ្នាមិនថាបងប្អូនដាក់ចំនួន like នៅខាងលើនឹងចំនួនប៉ុន្មានឬក៏ច្រើនប៉ុណ្ណានោះទេបងប្អូនក៏តម្លៃសេវាកម្មនៅខាងក្រោមនឹងគឺនឹងគិតឲ្យបងប្អូនអូតូស្រាប់តែម្ដងដែលបងប្អូនអាចចាំបាច់ពិបាកគិតថាចំនួន like ដែលបងប្អូនបានដាក់ប៉ុណ្ណឹងបងប្អូនត្រូវចំណាយតម្លៃសេវាកម្មប៉ុន្មាននោះទេបងប្អូនចំណែកឯរយៈពេល4នាទីដោយបងប្អូនបានឃើញនេះវិញវាគឺជារយៈពេលដំណើរការនៃការប៊ូស like នៅលើ post របស់បងប្អូនគឺមានន័យថាបន្ទាប់ពី4នាទីក្រោយនៅពេលដែលបងប្អូនបានចុចចូលទៅលើពាក្យថា submit រួចរាល់បងប្អូននឹងឃើញចំនួន like នៅលើ post របស់បងប្អូនកើនឡើងទៅតាមចំនួន like ដែលបងប្អូនបានប៊ូសក៏ប៉ុន្តែចំពោះរយៈពេលនេះផងដែរវាអាចនឹងយូរជាងនេះតិចតួចទៅតាមserviceដែលបងប្អូនបានចុចចូលជ្រើសរើសនៅខាងលើនឹងដូចគ្នាហើយ description នៅខាងក្រោមនេះវាគឺជា description របស់ service ដែលបងប្អូនបានចុចចូលជ្រើសរើសនៅខាងលើបងប្អូនអាចចូលទៅអាន description នឹងបានហើយមុនពេលដែលបងប្អូនចុចចូលទៅលើពាក្យថា submit បងប្អូនអាចអូសឡើងលើឡើងវិញដើម្បីពិនិត្យទៀងទាត់ថារាល់ service ទាំងអស់បងប្អូនបានចុចចូលជ្រើសរើសបានត្រឹមត្រូវជាពិសេសគឺ link post របស់បងប្អូនបានបំពេញបានត្រឹមត្រូវប្រសិនបើបងប្អូនជ្រើសរើសក៏ដូចជាបំពេញបានត្រឹមត្រូវអស់ហើយបងប្អូនអាចចុចចូលទៅលើពាក្យថា submit នៅខាងក្រោមនេះបាននៅពេលដែលបងប្អូនបានចុចចូលទៅលើពាក្យថា submit រួចរាល់បងប្អូននឹងឃើញមានពាក្យថា your order received ដែលវាដូចជាវិក័យប័ត្រមួយបញ្ជាក់ប្រាប់បងប្អូនថាបងប្អូនបានចុចចូលធ្វើសេវាកម្មមួយនឹងដោយជោគជ័យហើយវាក៏មានការបញ្ជាក់ឡើងវិញទាំងអស់រាល់ service ដែលបងប្អូនបានចុចចូលជ្រើសរើសក៏ដូចជា link post របស់បងប្អូនចំនួន like ដែលបងប្អូនបានប៊ូសនិងតម្លៃសេវាកម្មទាំងអស់ដែលបងប្អូនត្រូវចំណាយបងប្អូនអាចពិនិត្យទៀងទាត់សារឡើងវិញនៅត្រង់កន្លែងនឹងបានហើយចំពោះរយៈពេលរងចាំដូចខ្ញុំបានបញ្ជាក់ប្រាប់បងប្អូននៅខាងលើនឹងចឹងគឺបងប្អូនអាចរងចាំរយៈពេល4នាទីឬក៏យូរជាងនេះតិចតួចទៅតាម service ដែលបងប្អូនបានចុចចូលជ្រើសរើសនោះបងប្អូននឹងឃើញចំនួន like នៅលើ post របស់បងប្អូនកើនឡើងទៅតាមចំនួន like ដែលបងប្អូនបានប៊ូសក៏ប៉ុន្តែអត់តម្រូវបងប្អូនរងចាំនៅក្នុង website នឹងទេគឺបងប្អូនអាចចុច clear ចេញពី website នឹងវិញបានហើយសម្រាប់ការប៊ូស like post នៅលើ Facebook ជាមួយនឹង website JSMM គឺមានតែប៉ុណ្្នឹងទេបងប្អូនវិធីធ្វើគឺងាយស្រួលមែនតើបងប្អូនអាចសាកល្បងធ្វើតាមវិធីនៅក្នុងវីដេអូមួយនេះបានធានាថាបងប្អូនចំណាយតិចប៉ុន្តែបងប្អូននឹងទទួលបានប្រសិទ្ធភាពពិតៗដូច្នេះសម្រាប់វីដេអូថ្ងៃនេះក៏ដល់ទីបញ្ចប់ដែរបងប្អូនប្រសិនបើបងប្អូនមានចម្ងល់នៅត្រង់កន្លែងណាមួយបងប្អូនអាច comment នៅខាងក្រោមវីដេអូមួយនេះបានអរគុណបងប្អូនសម្រាប់ការតាមដានវីដេអូពីដើមដល់ចប់ហើយក៏សូមអធិស្ឋានផងដែរប្រសិនបើមានពាក្យពេចន៍ខុសឆ្គងឬក៏សំឡេងរំខានណាមួយជម្រាបលាបងប្អូនជួបខ្ញុំនៅវីដេអូក្រោយ